ក្នុងរយៈពេល5ខែដើមឆ្នាំ2025ទំហំពាណិជ្ជកម្មអន្តរជាតិសម្រេចបាន25,000 លាន503 លានដុល្លារអាមេរិកកើន 18% ក្នុងនោះការនាំចេញមានតម្លៃ 12,014 លានដុល្លារអាមេរិកកើនឡើង 17.98% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ2024គម្រោងវិនិយោគអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាក្នុងរយៈពេល5ខែដើមឆ្នាំចំនួន990គម្រោងកើន137គម្រោងនិងមានទុនវិនិយោគប្រមាណ 4,200 លានដុល្លារអាមេរិកកើនឡើង 1,400 លានដុល្លារអាមេរិកនិងអាចបង្កើតការងារបានប្រមាណ 20,000 កន្លែងចំនួនសហគ្រាសគ្រឹះស្ថានបានកើនឡើងចំនួន 44,998 ដល់ 45,396 តែមានកម្មករនិយោជិតសរុប1លាន770,000 នាក់កើនប្រមាណ 50,000 នាក់ការបង្កបង្កើនផលស្រូវប្រាំងឆ្នាំ2025សម្រេចបាន 907,889 ហិកតាលើសឆ្នាំមុន 6,701 ហិកតាហើយការប្រមូលផលស្រូវប្រាំងសម្រេចបាន 4,254,508 តោនលើសឆ្នាំមុន 4,018,000 តោនស្មើនឹង 10.90% កម្ពុជាទទួលទេសចរអន្តរជាតិចំនួន 2 លាន 950,000 នាក់កើនឡើង 11.7% ហើយទេសចរជាតិមានចំនួន 13 លាន 160,000 នាក់កើនឡើង 50% ប្រៀបធៀបរយៈពេលដូចគ្នា5ខែឆ្នាំ2024ជាមួយនឹងការកសាងពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវន្តដូចជាហេដ្ឋារចនាសម្ព័ន្ធព្រំដែនតាមព្រំដែនប្រព័ន្ធធារាសាស្ត្រផ្លូវស្ពានអគ្គិសនីព្រែកជីកកំពង់ផែពលានយន្តហោះបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានកំពុងត្រូវបានជំរុញយ៉ាងខ្លាំងថែមទៀតឆ្លងតាមលទ្ធផលជាក់ស្ដែងទាំងអស់នេះបានបង្ហាញថារាជរដ្ឋាភិបាលបាននឹងកំពុងអនុវត្តនៅអ្វីដែលជាការបដិញ្ញាចិត្តរបស់ខ្លួនចំពោះមុខប្រជាជនប្រកបដោយជោគជ័យអបអរសាទរសមិទ្ធផលលើគ្រប់វិស័យរបស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែត